ព្រះបន្ទូលលើកទឹកចិត្តគ្មានអ្វីអាចបំបែកយើងចេញពីព្រះយេស៊ូវបានឡើយអត្ថបទគម្ពីររ៉ូមជំពូក8ខ28ដល់ខ39យើងដឹងទៀតថាអ្វីទាំងអស់ផ្សំគ្នាឡើងដើម្បីឲ្យអស់អ្នកស្រឡាញ់ព្រះជាម្ចាស់បានទទួលផលល្អគឺអ្នកដែលព្រះអង្គបានត្រាស់ហៅមកស្របតាមគម្រោងការរបស់ព្រះអង្គត្បិតអស់អ្នកដែលព្រះអង្គបានជ្រើសរើសទ្រង់ក៏បានតម្រូវគេទុកជាមុនឲ្យមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គដែរដើម្បីឲ្យព្រះបុត្រាបានទៅជារាមច្បងក្នុងបណ្ដាបងប្អូនជាច្រើនអស់អ្នកដែលព្រះអង្គបានតម្រូវទុកជាមុននោះទ្រង់ក៏បានត្រាស់ហៅហើយអ្នកដែលព្រះអង្គបានត្រាស់ហៅនោះទ្រង់ក៏ប្រោសឲ្យគេបានសុចរិតរីឯអស់អ្នកដែលព្រះអង្គប្រោសឲ្យបានសុចរិតទ្រង់ក៏ប្រទានឲ្យគេមានសិរីរុងរឿងដែរបើដូច្នេះតើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្តីទាំងនេះប្រសិនបើព្រះជាម្ចាស់កាន់ខាងយើងហើយតើនរណាអាចនឹងចោទប្រកាន់យើងបានព្រះអង្គពុំបានទុកព្រះបុត្រារបស់ព្រះអង្គផ្ទាល់ទេគឺព្រះអង្គបានបញ្ជូនព្រះបុត្រានោះមកសម្រាប់យើងទាំងអស់គ្នាបើដូច្នេះព្រះអង្គមុខជាប្រណីសន្តោសប្រទានអ្វីទាំងអស់មកយើងរួមជាមួយព្រះបុត្រានោះដែរតើនរណាអាចចោទប្រកាន់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសបើព្រះអង្គប្រោសគេឲ្យបានសុចរិតហើយនោះតើនរណាអាចដាក់ទោសគេបានបើព្រះគ្រីស្ទយេស៊ូវបានសោយទិវង្គតហើយជាពិសេសទ្រង់មានព្រះជន្មរស់ឡើងវិញគង់នៅខាងស្ដាំព្រះបិតានិងទូលអង្វរឲ្យយើងដូច្នេះតើនរណាអាចបំបែកយើងចេញពីព្រះハរតីស្រឡាញ់របស់ព្រះគ្រីស្ទបានទុក្ខវេទនាឬការតប់ប្រមល់អន្ទះអន្ទែងការបៀតបៀនការស្រេកឃ្លានខ្វះសម្លៀកបំពាក់គ្រោះថ្នាក់ឬមួយត្រូវគេសម្លាប់ដូចមានចែងទុកមកថាព្រោះតែព្រះអង្គយើងត្រូវគេរកសម្លាប់ពីព្រឹកដល់ល្ងាចគេចាត់ទុកយើងដូចជាជាមដែលត្រូវគេយកទៅសម្លាប់ក៏ប៉ុន្តែក្នុងការទាំងនោះយើងមានជ័យជំនះលើសពីអ្នកមានជ័យជំនះទៅទៀតដោយព្រះម្ចាស់ដែលបានស្រឡាញ់យើងខ្ញុំជឿជាក់ថាទោះបីសេចក្តីស្លាប់ក្តីជីវិតក្តីទេវតាក្តីវត្ថុស័ក្តិសិទ្ធិនានាក្តីបច្ចុប្បន្នកាលក្តីអនាគតកាលក្តីអំណាចនានាក្តីអ្វីដែលនៅឋានលើក្តីនៅឋានក្រោមក្តីឬអ្វីផ្សេងទៀតដែលព្រះអង្គម្ចាស់បង្កើតមកក្តីក៏ពុំអាចបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលទ្រង់បានសម្ដែងឲ្យយើងឃើញក្នុងព្រះគ្រីស្ទយេស៊ូវជាអម្ចាស់នៃយើងបានឡើយលោកប៉ូលមិនបានមានប្រសាសន៍ថារឿងអាក្រក់នឹងមិនកើតឡើងចំពោះយើងនោះឡើយតាមពិតទៅលោកថែមទាំងបានរៀបរាប់ពីទុក្ខវេទនាដ៏អាក្រក់មួយចំនួនដែលបានកើតឡើងចំពោះរូបលោកនិងគ្រីស្ទបរិស័ទដទៃទៀតផងដែរពោលគឺការរងទុក្ខវេទនាសេចក្តីព្រួយបារម្ភការធ្វើទុក្ខបុកម្នេញការអត់ឃ្លានការអាក្រាតកាយគ្រោះថ្នាក់ឬកាប់សម្លាប់ហើយទាំងអស់នេះសុទ្ធតែជាអំពើអាក្រក់ដ៏គួរឲ្យខ្លាចវាបានធ្វើឲ្យខ្ញុំខ្លាចហើយវាពិតជាគួរឲ្យខ្លាចមែនប៉ុន្តែមានអំពើអាក្រក់មួយដែលនឹងមិនកើតឡើងចំពោះយើងឡើយនោះគឺការបោះបង់យើងចោលឲ្យនៅម្នាក់ឯងជាមួយនឹងទុក្ខលំបាករបស់យើងគ្មានអ្វីអាចបំបែកយើងចេញពីព្រះយេស៊ូវបានឡើយព្រោះទ្រង់ស្រឡាញ់យើងនិងបានលះបង់ព្រះជន្មសម្រាប់យើងដោយសារព្រះយេស៊ូវបានសុគតនិងមានព្រះជន្មរស់ឡើងវិញសម្រាប់យើង
នោះយើងជាកម្មសិទ្ធិរបស់ទ្រង់ជារៀងរហូតហើយគ្មានអ្វីអាចដកហូតយើងចេញពីទ្រង់បានឡើយគ្មានទុក្ខវេទនាណាមានកម្លាំងខ្លាំងល្មមនឹងបំបែកយើងបាននោះទេមិនថាអ្នកនោះជាអ្នកដឹកនាំមនុស្សមិនថាអំណាចទេវតាឬអំណាចអារក្សឡើយគឺมันអាចបំបែកយើងបានទាល់តែសោះដោយដែលព្រះយេស៊ូវបានមានព្រះបន្ទូលថាជាមរបស់ខ្ញុំតែងស្ដាប់សំឡេងខ្ញុំស្គាល់ជាមទាំងនោះហើយជាមទាំងនោះមកតាមខ្ញុំឲ្យគេមានជីវិតអស់កលជានិច្ចគេមិនវិនិច្ឆ័យអន្តរាយឡើយហើយគ្មាននរណាអាចឆក់យកគេពីដៃខ្ញុំជាដាច់ខាតយ៉ូហានជំពូក10ខ27ដល់ខ29ព្រះយេស៊ូវទ្រង់ជ្រាបច្បាស់ពីទុក្ខលំបាកទ្រង់ជាព្រះដែលលោកអេសាយបានពិពណ៌នាថារូបរាងរបស់ទ្រង់ត្រូវខូចខាតជាខ្លាំងរហូតដល់មើលមិនយល់ថាជាមនុស្សទ្រង់ជាមនុស្សដែលពុះពេញដោយសេចក្តីទុក្ខព្រួយនិងស្គាល់ច្បាស់ពីសេចក្តីទុក្ខសោកអេសាយជំពូក52ខ14និងជំពូក53ខ3ទោះបីជាយើងត្រូវផ្ទុកសេចក្តីទុក្ខលំបាកយ៉ាងណាក៏ដោយក៏ទ្រង់ជ្រាបនិងស្គាល់ច្បាស់ពីទុក្ខលំបាកនោះដែរហើយទ្រង់នឹងជួយយើងឲ្យអាចតស៊ូបានហើយនៅពេលដែលទុក្ខលំបាកនោះបានបញ្ចប់ជាស្ថាពរព្រះយេស៊ូវនឹងនៅតែគង់នៅជាមួយយើងជិតស្និទ្ធជាងសាច់ឈាមរបស់យើងទៅទៀតទ្រង់ជាព្រះសង្គ្រោះរបស់យើងដែលជាសេចក្តីស្រឡាញ់និងជាជីវិតរបស់យើងជារៀងរហូតសូមចូលរួមអធិដ្ឋានជាមួយនឹងយើងខ្ញុំអោព្រះម្ចាស់អើយសូមថែរក្សាទូលបង្គំឲ្យនៅជាមួយនឹងព្រះអង្គជារៀងរហូតអាមែនបើលោកអ្នកជាផ្នែកមួយនៃព្រះកាយរបស់ព្រះយេស៊ូវតើមានន័យថាទុក្ខលំបាករបស់លោកអ្នកក៏ជាទុក្ខលំបាករបស់ទ្រង់ដែរមែនទេតើព្រះអង្គអាចជួយលោកអ្នកឲ្យស៊ូទ្រាំនឹងទុក្ខលំបាកនោះបានតាមរបៀបណាតើលោកអ្នកមានអ្វីដែលត្រូវរំពឹងទុកនៅពេលដែលទុក្ខលំបាកទាំងអស់ត្រូវបានបញ្ចប់សូមអរគុណសូមព្រះប្រទានពរ